បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានតាក់ទងជាមួយនឹងប្រធានបទមួយដែលនិយាយតាក់ទងជាមួយនឹងសកម្មភាពនិងគោលដៅអញ្ចឹងបងប្អូនទាំងអស់គ្នាដែលរស់នៅក្នុងយុវប្រចាំថ្ងៃគឺយើងស្គាល់ហើយពាក្យថាសកម្មភាពគេបានន័យថាអ្វីដែលយើងបានធ្វើរៀងរាល់ថ្ងៃហ្នឹងតាំងពីយើងក្រោកពីគេងរហូតដល់យើងសម្រាកទៅវិញហ្នឹងសកម្មភាពទាំងអស់គឺសុទ្ធតែបង្ហាញចេញពីលទ្ធផលនៅពេលអនាគតសម្រាប់យើងទាំងអស់គ្នាហើយសកម្មភាពយើងធ្វើអីវានឹងបង្ហាញលទ្ធផលយើងចេញពីសកម្មភាពនឹងដែរបងប្អូនមានសកម្មភាពប្រឹងប្រែងស្វាហាប់ខំប្រឹងតស៊ូលទ្ធផលបងប្អូនក៏ទៅតាមនឹងអញ្ចឹងក្នុងរូបភាពនេះគឺគេបង្ហាញឲ្យយើងមើលពីពាក្យថាសកម្មភាពហើយនឹងរូបកំហុសមួយទៀតគឺគោលដៅអញ្ចឹងបានន័យថាសកម្មភាពវានឹងមិនមានន័យប្រសិនបើគ្មានគោលដៅនឹងគឺចង់ឲ្យបងប្អូនអរគ្នាបានដឹងថាយើងធ្វើអ្វីក៏ដោយគឺយើងត្រូវរៀបគោលដៅឲ្យបានច្បាស់លាស់ថាតើយើងចង់បានអីយើងចង់សម្រេចអីយើងចង់ទៅដល់អីយើងត្រូវតែសិតទៅលើគោលរបស់យើងឲ្យបានច្បាស់ហើយប្រកបជានឹងទៅការបង្កើតសកម្មភាពរបស់យើងវានឹងដៅឆ្ពោះទៅរកគោលដៅដែលយើងចង់បានតែបើយើងគ្មានគោលដៅគ្មានទិសដៅគ្មានផែនការអីទាំងអស់ចឹងសកម្មភាពរបស់យើងវាអត់មានន័យទេយើងឆ្ងល់ដែរថាចុះបើអត់មានគោលដៅមិនហេតុអីបានសកម្មភាពវាអត់ន័យពីព្រោះសកម្មភាពនោះវាមិនដឹងថាធ្វើទៅដើម្បីអីដូចបងប្អូនអរគ្នាធ្វើការរងថ្ងៃតែបងប្អូនចង់បានអីយើងក៏ត្រូវមានគោលដៅសម្រាប់ខ្លួនឯងឲ្យច្បាស់ថាយើងធ្វើការរងថ្ងៃយើងចង់បានអីយើងធ្វើការកណីយើងចង់បានអីយើងចង់ក្លាយជាកណី manager យើងចង់ក្លាយជាអ្នកជំនាញក្នុងការប្រកាសពន្ធយើងចង់ក្លាយជាអ្នកជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអញ្ចឹងគឺយើងមានគោលដៅមួយច្បាស់យើងទៅរៀនជំនាញអីមួយដែលយើងទៅរៀននៅសាកលវិទ្យាល័យយើងរៀន IT មានគោលដៅធ្វើអីគេយើងចង់ក្លាយជាវិស្វករ IT យើងចង់ក្លាយជាអ្នកសរសេរកូដយើងចង់ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងការងារ network អាហ្នឹងគឺជាគោលដៅអញ្ចឹងសកម្មភាពដែលបងប្អូនអរគ្នាធ្វើគឺត្រូវតែមានគោលដៅហើយគោលដៅហ្នឹងគឺត្រូវតែច្បាស់លាស់ជាគោលដៅមួយដែលប្រកបវិជ្ជាទៅទៀតអញ្ចឹងទៅសកម្មភាពរបស់យើងវារឹងមាំហើយវាមានន័យខ្លឹមសារពិតប្រាកដមានបងប្អូនជាច្រើនណាស់ដែលធ្វើដែរប៉ុន្តែយើងមិនដឹងថាធ្វើដើម្បីអីចេះតែធ្វើទៅចេះតែខំទៅប៉ុន្តែមិនដឹងថាខ្លួនឯងចង់បានអីកាលណាយើងអត់មានការរៀបចំផែនការគោលដៅយើងច្បាស់លាស់សកម្មភាពរបស់យើងវាអត់មានហមពលទេហើយក៏វាមិនដឹងថាតទៅវានឹងទៅដល់ណាដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនរៀនកំណត់គោលដៅរបស់ខ្លួនឯងឲ្យច្បាស់ហើយគោលដៅនេះគឺយើងត្រូវមានលំដាប់លំដោយត្រូវចាប់ពីចំណុចណាហើយទៅដល់ចំណុចណាមានរយៈពេលវេលាច្បាស់លាស់ដល់ពេលបងប្អូនមានគោលដៅច្បាស់មានកំណត់ពេលវេលាច្បាស់មានវត្ថុបំណងដែលយើងត្រូវទៅបានត្រូវទៅឲ្យដល់ឬត្រូវបានច្បាស់លាស់អញ្ចឹងសកម្មភាពរបស់យើងក៏វាមានថាមពលដែរតែសកម្មភាពដែលវាគ្មានគោលដៅគឺជាសកម្មភាពដែលគ្មានន័យគ្មានខ្លឹមសារទាំងអស់ដោយសារអីពីព្រោះបងប្អូនអរគ្នាធ្វើទៅតាមគេឃើញគេធ្វើអីក៏ធ្វើតាមគេទៅឃើញគេជោគជ័យនេះក៏ទៅតាមគេទៅ
គឺគេសម្រេចនេះក៏ទៅតាមគេទៅប៉ុន្តែគោលដៅរបស់ខ្លួនឯងមួយអត់មានអញ្ចឹងយើងដូចជាដើមស្រល់អញ្ចឹងរេទៅតាមខ្យល់រហូតហើយយើងអត់មានថ្ងៃដែលថាឃើញអំពីភាពរីកចម្រើនរបស់ខ្លួនឯងទេគឺយើងសម្លឹងមើលពីភាពជោគជ័យរបស់អ្នកតីហើយយើងក៏ខំធ្វើតាមគេទៅតែយើងមិនដឹងថាខ្លួនឯងជានរណាហើយធ្វើដើម្បីអីហើយគោលដៅនេះជាអ្វីគឺយើងអត់អញ្ចឹងបានរបៀបនៃមនុស្សពីរនាក់គឺខុសគ្នាម្នាក់ដែលមានគោលដៅគឺគេតែងតែរៀបចំផែនការយុទ្ធសាស្ត្ររបស់គេច្បាស់ហើយមានលំដាប់លំដោយអ្នកដែលគ្មានគោលដៅគឺតែងតែភ្ញាក់ផ្អើលទៅតាមអ្វីដែលអ្នកតីធ្វើអ្នកតីធ្វើនេះជោគជ័យក៏ខំទៅធ្វើតាមគេទៅហើយដល់ពេលខ្លួនឯងធ្វើវាមិនមែនជាគោលដៅរបស់ខ្លួនឯងជាគោលដៅរបស់គេហើយអញ្ចឹងអាធម៌ពលការតាំងចិត្តការរៀបចំផែនការអីច្បាស់លាស់គឺអត់មានទេហើយចុងក្រោយក៏បោះបង់ចោលនៅពាក្យកណ្ដាលទីមិនបានសម្រេចអ្វីទាំងអស់ពីព្រោះអីពីព្រោះថាយើងមិនមានគោលដៅហើយអ្នកច្រើនណាស់ដែលគាត់មិនជោគជ័យទៅលើអ្វីដែលគាត់ធ្វើនោះដោយសារអីគាត់ចង់បានចង់មានចង់ហឺហាចង់អស្ចារ្យគឺឃើញអ្វីដែលគេសម្រេចបាននេះចេះតែចង់តាមគេប៉ុន្តែមិនបានដឹងថាគោលដៅរបស់ខ្លួនឯងត្រូវទៅណាសម្រេចអីចង់បានអីឲ្យច្បាស់លាស់គឺយើងអត់មានយើងគ្រាន់តែជាមនុស្សម្នាក់ដែលឃើញពីភាពរីកចម្រើនរបស់អ្នកដទៃហើយក៏មានការចំណែននឹងគេហើយក៏គិតតែខ្លួនឯងចង់បានដូចគេក៏ធ្វើតាមគេទៅអញ្ចឹងក្បួនទាំងអស់ហ្នឹងគឺមិនជោគជ័យហើយក៏មិនសម្រេចបាននៅអ្វីដែលយើងចង់បានទេអញ្ចឹងបានខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នារៀនកំណត់រៀនសិតទៅលើគោលដៅរបស់ខ្លួនឯងរយៈពេលដែលយើងត្រូវធ្វើហើយគោលដៅដែលយើងទៅដល់ហ្នឹងគឺជាអ្វីខ្ញុំនិយាយមួយតាក់ទងvớiបងប្អូនខ្លះចង់ខ្លាចជាគ្រូបង្រៀនហើយគ្រូបង្រៀនយើងត្រូវសិក្សាមើលតើគ្រូបង្រៀនត្រូវការជំនាញអីខ្លះឆ្លងកាត់អីខ្លះហើយត្រូវសិក្សារយៈប្រមាណអាហ្នឹងគឺយើងត្រូវមើលឲ្យច្បាស់នៅជុំវិញហ្នឹងហើយយើងកំណត់គោលដៅរបស់យើងគឺយើងទៅខ្លាចជាគ្រូបង្រៀនអញ្ចឹងដើម្បីខ្លាចជាគ្រូបង្រៀនបងប្អូនត្រូវធ្វើអីបងប្អូនត្រូវរៀននៅគ្រូកុសលបងប្អូនត្រូវប្រឹងប្រែងសិក្សានៅវិធីតែងការបងប្អូនត្រូវឆ្លងកាត់នៅការប្រឡងចូលជាគ្រូដំសិក្សាឬក៏គ្រូផ្នែកណាមួយដែលយើងចង់បានអញ្ចឹងគឺយើងដឹងគោលដៅរបស់យើងទៅនឹងហើយគឺយើងព្យាយាមសិតវាព្យាយាមរៀបវាជុំមិនយូរមិនឆាប់បងប្អូននឹងសម្រេចនៅគោលដៅហ្នឹងបងប្អូនចង់ខ្លាយជាអ្នកជំនាញ IT ចឹងបងប្អូនត្រូវដឹងថាយើងជំនាញ IT ហ្នឹង IT អីគេទៅសេ program network ឬក៏យើងត្រូវធ្វើអីចឹងបងប្អូនត្រូវសិតនៅគោលរបស់ខ្លួនឯងគោលដៅហ្នឹងហើយយើងបង្កើតនូវសកម្មភាពហ្នឹងអញ្ចឹងសកម្មភាពហ្នឹងវានឹងមានន័យពីព្រោះយើងមានគោលដៅច្បាស់លាស់ចឹងបងប្អូនទាំងអស់គ្នាត្រូវសិក្សាស្វែងយល់បន្ថែមទាក់ទងជាមួយនឹងសកម្មភាពនិងគោលដៅនេះបើសិនជាបងប្អូនមានតែសកម្មភាពហើយគ្មានគោលដៅវានឹងក្លាយជាអាសាបងតែបើបងប្អូនមានគោលដៅហើយអត់សកម្មភាពវាស្មើសូន្យអញ្ចឹងគោលដៅនិងសកម្មភាពនេះគឺសំខាន់មែនទែនសម្រាប់អ្នកដែលចង់សម្រេចបាននៅអ្វីដែលខ្លួនឯងចង់បានអញ្ចឹងសង្ឃឹមថាបងប្អូននឹងបានជាបទពិសោធន៍ជាចំណេះជំនាញជាចំណេះដឹងមួយដើម្បីបងប្អូនអស់រៀបចំយុទ្ធសាស្ត្ររៀបចំពេលវេលាសម្រាប់ខ្លួនឯងដើម្បីទៅដល់នូវគោលដៅដែលយើងចង់បានសូមអរគុណ